ជំរាបសួរខ្ញុំបាទឈ្មោះកែមរតនាជាគ្រូបង្រៀនមុខវិជ្ជាជីវវិទ្យានៅសាលាគប់លបលព្រឹកនេះខ្ញុំបានដឹកនាំបងប្អូនសិស្សានុសិស្សថ្នាក់ទី10ដើម្បីចូលធ្វើការពិសោធន៍មួយទាក់ទងនឹងការសង្កេតទៅលើសាច់ដុំហើយនឹងឆ្អឹងរបស់បក្សីយើងយកឆ្អឹងរបស់មាន់មកធ្វើការពិសោធន៍គោលបំណងនៃការពិសោធន៍នេះគឺធ្វើឡើងដើម្បីបន្ថែមពីលើការសិក្សានៅក្នុងថ្នាក់ខ្ញុំជឿជាក់យ៉ាងមុតមមថាតាមរយៈការពិសោធន៍នេះបានផ្ដល់ឲ្យបងប្អូននៅទី1គឺចំណេះសម្បទាទី2គឺបំណិនសម្បទាអាចឲ្យសិស្សានុសិស្សយើងទទួលបានបំណិនក៏ដូចជាចំណេះដឹងជាក់ស្ដែងចេញពីមេរៀននេះទី3គឺតាក់ទងនឹងអរិយាប័ត្រតាមរយៈសកម្មភាពក្នុងការពិសោធន៍ទឹកនេះបាទគឺបានផ្ដល់ឱកាសឲ្យបងប្អូនសិស្សានុសិស្សយើងធ្វើការសហការទីក្រុមស្វែងយល់ពីមិត្តភ័ក្តិក៏ដូចជារបៀបធ្វើការទីក្រុមដើម្បីឲ្យការងារពិសោធន៍នេះសម្រេចបានជោគជ័យជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះលីសរ៉ានីជាសិស្សថ្នាក់ទី10កនៃសាលា Go Global នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលលោកគ្រូបានលើកយកមុខវិជ្ជាជីវវិទ្យាមកពិសោធន៍គឺការសង្កេតសាច់ដុំនិងឆ្អឹងរបស់ស្លាបបក្សីហើយយើងក៏បានយកស្លាបមាន់យកមកពិសោធន៍ក្នុងនោះខ្ញុំបានសិក្សាបន្ថែមមិនត្រឹមតែបានចំណេះដឹងគឺខ្ញុំបានចំណេះធ្វើយើងទាំងអស់គ្នាបានញ៉ាំសាច់មាន់រាល់ថ្ងៃក៏ប៉ុន្តែយើងអត់សូវដឹងច្បាស់ថាសាច់មាន់ហ្នឹងវាមានសាច់ដុំឬក៏ឆ្អឹងយ៉ាងណាហើយថ្ងៃនេះខ្ញុំក៏បានទទួលចំណេះដឹងហ្នឹងដោយខ្ញុំបានដឹងអំពីប្រភេទពណ៌និងដំណើរការរបស់សាច់ដុំហើយនិងឆ្អឹងស្លាបមាន់ដែលក្នុងស្លាបមាន់ហ្នឹងក៏ចែកចេញជាពីរដែលមានសរសៃចំណងនិងសរសៃពោះដែលសរសៃចំណងគឺភ្ជាប់ពីឆ្អឹងទៅនឹងឆ្អឹងរបស់ស្លាបមាន់ឯសរសៃពោះភ្ជាប់ពីឆ្អឹងទៅនឹងសាច់ដុំក្នុងហ្នឹងផងដែរពណ៌របស់សាច់ដុំស្លាបមាន់គឺមានពណ៌សទាំងអស់នេះគឺជាចំណេះដឹងដែលខ្ញុំបានអំពីការពិសោធន៍